សួស្តីអ្នកគ្នាខ្ញុំបាទ Trader ថ្ងៃនេះយើងវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះយើងក៏បន្តសាច់រឿងខ្សែជីវិតគោខូនៅភាគទី6របស់យើងបន្តទៀតបាទមុនចូលទៅសាច់រឿងខ្ញុំបាទក៏សូមម្នាក់មួយ like មួយ comment ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំផងបាទតកុំឲ្យចាំយូរយើងចូលទៅទស្សនានិងស្ដាប់ទាំងអស់គ្នាណាបាទមិនយូរប្រហែលណាមកក៏បានហោះទៅលើអាកាសម្ដងទៀតបន្ទាប់មកគោខូក៏ហោះទៅលើអាកាសតាមអ្នកទាំងពីរបានតស៊ូគ្នាខណៈពេលដែលធ្លាក់ចុះមកគោខូគឺមានការកាត់ក៏ហក់ចុះមកមុនណាមកគិតថាគោខូធ្វើបែបនេះគឺគេគិតខុសហើយគេក៏បានខ្វែងដៃម្ដងទៀតដើម្បីវាយប្រហារទៅលើអាកាសគោខូបានហក់ចេញមកហើយណាមកក៏បានសម្ដៅចុះមកខាងក្រោមដល់អញ្ចឹងគោខូក៏ឆ្លៀតអាកាសហក់ធាក់ចំកណ្ដាលមុខណាមកធ្លាក់ទៅលើសង្វៀនហើយគេក៏បានទទួលជ័យជំនះឆ្លងទៅវគ្គដណ្ដើមជ័យលាភីវគ្គដណ្ដើមជ័យលាភីគឺបានកំណត់ហើយក៏ប៉ុន្តែសម្រាប់ណាមកដោយគូអាណិតមិនទាន់មានប្រាក់យកលុយទៅទិញទឹកទៅឲ្យអ្នកភូមិក្រីក្ររបស់គេនោះឡើយJackie Chon ចូលទៅរកណាមុទាំងអាកំបាំង Jackie Chon ក៏ប្រាប់ទៅណាមុថាគេនេះហើយក៏គឺជាព្រឹទ្ធាចារ្យរ៉ូឈីហើយគេក៏បានយកសក់មកពាក់នៅលើក្បាលនឹងឯងតាអណ្ដើកប្រាប់ទៅណាមុថាគាត់ដឹងអារម្មណ៍របស់ណាមុព្រោះថាគាត់អាចអានចិត្តមនុស្សបានដូច្នេះក៏បានឲ្យខេបស៊ូបង្កើតទឹកទៅលើណាមុគេបានអរគុណហើយសួរទៅថាហេតុអ្វីបានជាលោកគ្រូរ៉ូឈីត្រូវបន្លំខ្លួនបែបនេះព្រឹទ្ធាចារ្យរ៉ូឈីប្រាប់ទៅថាកាលដែលគេធ្វើបែបនេះគឺគេត្រូវការយកឈ្នះ Colorin និង Goku បើសិនណាជាក្មេងៗទាំងពីរនាក់នោះគេអាចយកឈ្នះជិលភីបានហើយគេនឹងក្លាយទៅជាមនុស្សដែលខ្លាំងក្លាបំផុតដូច្នេះពួកគេប្រកាសជាគិតថាពួកគេគ្មានហេតុផលណាទៀតឡើយដើម្បីត្រូវវឹកហាត់តទៅទៀតបើសិនណាជាមានអ្នកខ្លាំងក្លាជាងគេដូចជា Jackie Chon ពួកគេនឹងខំប្រឹងវឹកហាត់ឲ្យខ្លាំងក្លាជាងមុនបន្ទាប់មកយ៉ាំឆាក៏បានចូលមករក Jackie ហើយប្រាប់ថា Jackie នេះហើយគឺជាតារ៉ូឈីទើប Jackie Chon ក៏បានចង្អុលទៅអ្នកទស្សនាហើយប្រាប់ទៅថានោះគឺជាតារ៉ូឈីកំពុងតែឈោទស្សនាដូច្នេះវាមិនអាចជាការប៉ັດនោះឡើយដែលថាគេនេះគឺជាតារ៉ូឈីយ៉ាំឆាក៏ភ្ញាក់ផ្អើលនៅពេលដែលឃើញតាអណ្ដើកកំពុងតែឈោទស្សនានៅកន្លែងទស្សនិកជនមិនយូរប្រហែលតាអណ្ដើកក៏បានដើរចាក់ចេញទៅខាងក្រៅដោយដោះបន្តានិងពំមាត់ចេញដោយធ្វើឲ្យយើងឃើញថានេះគឺជាណាមុនឹងឯងរួចពេលនេះការប្រកួតវគ្គចុងក្រោយក៏បានចាប់ផ្ដើមគោខូកំពុងតែឌឺដងទៅលើខាង Jackie Chon ហើយ Jackie Chon ក៏ប្រាប់ទៅគោខូថាកុំមើលងាយយើងឲ្យសោះណាអាល្អិតយ៉ាំឆាប្រាប់ទៅ Colorin នៅពេលដែលគេដឹងថា Jackie Chon តាមពិតទៅមិនមែនជាតាអណ្ដើកនោះឡើយទើបគេជឿជាក់ថាគោខូអាចយកឈ្នះទៅលើ Jackie Chon បាន Colorin គេមិនបានគិតបែបនេះនោះឡើយហើយគេក៏អធិប្បាយថាJackie Chon អាចយកឈ្នះពួកគេទាំងពីរនាក់បានដោយមិនចាំបាច់ព្យាយាមអ្វីទាំងអស់គោខូក៏សួរទៅ Jackie Chon ថាតើគេនឹងគឺជាបងប្រុសរបស់តារ៉ូឈីមែនតែ Jackie Chon ក៏ហក់ហើយប្រាប់ទៅគោខូថាគេគឺជាបងប្អូនជីដូនមួយជាមួយនឹងតារ៉ូឈីបន្ទាប់មកគោខូក៏សាកល្បងប្រើក្បាច់រលកអណ្ដើកទើបអ្នកទាំងពីរក៏បានប្រើកម្លាំងរលកអណ្ដើកប៉ះទង្គិចទៅជាមួយនឹងគ្នានៅលើវេទិកាគឺពោពេញទៅដោយពន្លឺយ៉ាងខ្លាំងក៏ប៉ុន្តែសម្រាប់អ្នកតស៊ូទាំងពីរគឺមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ Jackie Chon បានប្រើក្បាច់បន្លំភ្នែក2ដងទើបគោខូក៏បានចូលទៅវារូបភាពក៏ត្រូវ Jackie Chon ទាត់គេមួយជើងដល់អញ្ចឹងគោខូក៏ឡើងមកវិញដោយបន្លំភ្នែកធ្វើជារាងកាយជា3ដោយ Jackie Chon គេអាចធ្វើរូបរាងคล้ายៗបានតែ2តែប៉ុណ្ណោះដូច្នេះទើបគេមិនឃើញគោខូហក់ចុះមកពីលើហើយគោខូក៏បានតបគេក្បាលមួយដៃពេលហ្នឹង Jackie ក៏ដើរទៅជិតគោខូធ្វើរាងស្វឹងហើយក៏ខោគេមួយកញ្ញោដោយភ្លូម៉ាជាមួយនឹងយ៉ាំឆាបានស្រែកទឿនគេថានេះគឺជាក្បាច់ស្វឹងស្រាគោខូព្យាយាមប្លុកតែក៏មិនបានជោគជ័យនៅពេលដែល Jackie Chon ឈប់ពេលហ្នឹងក៏ធ្វើឲ្យគោខូគេខឹងហើយគេក៏ដាក់ដៃចុះធ្វើខ្លួនដូចជាស្វាអញ្ចឹងគេគេចផុតពីកណ្ដាប់ដៃរបស់ Jackie ហើយប្រើកន្ទុយរបស់គេដើម្បីវាយប្រហារគោខូក៏ឡើងទៅដាក់យកដោយគេប្រាប់ថានេះគឺជាកណ្ដាប់ដៃស្វាបន្ទាប់មក Jackie ក៏ក្រោកឡើងដោយប្រើក្បាច់ម្រាមដៃរបស់គេដោយកម្លាំងមួយនេះធ្វើឲ្យគោខូរបស់យើងកើតទៅជាការសន្ទន់គោខូសម្លឹងមើលទៅដៃ Jackie ក៏ធ្វើឲ្យគេហ្នឹងងុយដេក Jackie ប្រាប់ទៅគ្រប់គ្នាថាគេប្រើក្បាច់សង្កត់ចិត្តគណៈកម្មការកំពុងរាប់ថយក្រោយពេលហ្នឹងភ្លូម៉ាក៏នឹកឃើញហើយក៏ស្រែកថាគោខូពេលនេះដល់ម៉ោងញ៉ាំបាយហើយគោខូលឺបែបនេះក៏ប្រញាប់ឡើងមកភ្លាមដោយធ្វើឲ្យ Jackie នេះពិតជាខឹងយ៉ាងខ្លាំងគោខូរត់ទៅវិញទៅមកសួរទៅថាតើអាហាររបស់គេនៅទីណាទៅបន្ទាប់មកគោខូក៏សម្រេចចិត្តប្រើក្បាច់កណ្ដាប់ដៃកន្ត្រៃរបស់គេចូលទៅវាយប្រហារ Jackie អាចតបតនឹងការវាយប្រហារបានព្រោះតែប្រាប់គេថាគេបានវឹកហាត់ជាមួយនឹងលោកតាកូហាំងគោខូក៏បានស្រែកពីចម្ងាយហើយនិយាយថាដៃលាកន្ត្រៃទៅធ្វើឲ្យគោខូអាចម៉ាត់ចងកណ្ដាលមុខ Jackie បាន Jackie ត្រូវបានរាប់ថយក្រោយតែក៏ក្រោកឡើងមកបានក្រោយមក Jackie ក៏បានប្រើកម្លាំងរបស់គេចាប់ការម្ដងទៀតដោយមិនមានបណ្ណាគេនោះឡើយដឹងថានេះគឺជាក្បាច់អ្វីបន្ទាប់មក Jackie ក៏ប្រើរន្ទះបាញ់ចេញមកពីដៃរបស់គេដាក់ទៅចំគោខូរួចក៏លើកគោខូទៅលើអាកាសយ៉ាំឆាប្រាប់ទៅ Colorin ថានេះគឺជា
គឺជាក្បាច់រន្ទះដោយប្រើអគ្គិសនី 20,000 វ៉ុល Jackie Chun ប្រាប់ឲ្យ Goku ចោះចាញ់ព្រោះថាសូម្បីតែតាកូហាំងនោះក៏មិនអាចតទល់ជាមួយនឹងវាបានដែរ Goku ក៏ស្រែកថាមិនព្រមចាញ់ទេតែខណៈពេលហ្នឹងគេក៏បានទៅកលេចឃើញដួងច័ន្ទកែវភ្នែករបស់គេក៏បានប្រែក្លាយទៅជាក្រហមក្រោយមកក៏ប្រែកាឡាទៅជាគង្គង់យក្ស Pluma អ៊ូអានអ៊ូរ៉ននិងយ៉ាំឆាពួកគេពិតជាភ័យខ្លាចខ្លាំងដោយសារតែគេធ្លាប់ឃើញមកម្ដង Goku បានប្រែកាឡាហើយក៏អាចគេចផុតពីរន្ទះនេះបាន Jackie Chun ស្រែកភ្ញាក់ផ្អើលព្រោះថាមិនដែលមានបណ្ណាគេនោះឡើយដែលអាចគេចផុតពីរន្ទះអគ្គិសនីរបស់គេបាន Goku ប្រែកាឡាទៅជាស្វាយក្សលើកនេះគេបានអុកលុកនិងវាយប្រហារពាសពេញកន្លែងទស្សនានិងសង្វៀនដល់យ៉ាងក៏ធ្វើឲ្យអ្នកទស្សនាហ្នឹងរត់ចាក់ចេញអស់ទៅរលីងតែគណៈកម្មការគេមិនរត់ទៅណានោះឡើយដោយគេប្រាប់ថាគេគឺជាអ្នកកាត់ក្តីនិងឲ្យជាជំនះយ៉ាំឆានិង Colorin រត់ទៅរក Pluma យ៉ាំឆាប្រាប់ឲ្យពូអានប្រែកាឡាទៅជាកន្ត្រៃដើម្បីកាត់កតុយដោយការពីមុនអញ្ចឹងពេលហ្នឹង Jackie Chun ក៏បានប្រែកាឡារាងកាយរបស់គេคล้ายទៅជា Make Power ដោយគេកំពុងតែសម្ដែង Make Power Kamehameha យ៉ាំឆាក៏បានចូលទៅហាម Jackie Chun ប្រាប់ថាកុំឲ្យគេធ្វើបែបនោះព្រោះថានឹងធ្វើឲ្យ Goku គេបានស្លាប់តែ Jackie Chun ភ្លើនឹងពាក្យសម្ដីរបស់យ៉ាំឆារួចក៏បានបាញ់កម្លាំងរលកអណ្ដើកទៅអ្នកទស្សនាគ្រប់គ្នាឃើញថាវាគឺជាពន្លឺជះចាំងដ៏ខ្លាំងខណៈពេលដែល Make Power Kamehameha បានបាញ់វាហើយពេលនេះរាងកាយ Goku ក៏បានបាត់ទៅហើយដោយ Jackie Chun ដកដង្ហើមធំបន្ទាប់មករាងកាយរបស់គេក៏វិលត្រឡប់មកសភាពដើមយ៉ាំឆាបានវិលត្រឡប់ទៅរកក្រុមរបស់គេហើយប្រាប់ថា Goku លើកនេះប្រកាសជាទៅចោលយើងហើយគ្រប់គ្នាបានយំព្រោះគិតថា Goku គេបានស្លាប់ Pluma Colorin Uron និងពូអានស្រែកថា Jackie Chun គឺជាឃាតករដល់អញ្ចឹង Jackie Chun ក៏បានចង្អុលដោយឃើញ Goku កំពុងតែដេកគ្មានខោអាវដល់អញ្ចឹងពួកគេទាំងអស់គ្នាក៏សួរទៅថាហេតុអ្វីបានជា Goku មិនត្រូវបានសម្លាប់ទើប Jackie Chun ក៏ចង្អុលទៅថាតាមពិតទៅគេមិនបានសំដៅទៅលើ Goku នោះឡើយតែគេសំដៅទៅលើដួងច័ន្ទអ្នកប្រកាសបានចោទទៅលើ Jackie Chun ថាដោយសារតែ Jackie Chun នេះហើយធ្វើឲ្យប្រច័ណ្ឌនៅពេលនេះលែងមាននៅលើពិភពលោករបស់យើងទៀតហើយវាអាចប៉ះពាល់ដល់ផែនដីដូចជាបុណ្យប្រពៃណីអកអំបុកសំពះប្រខែអញ្ចឹងបន្ទាប់មក Goku ក៏ក្រោកឡើងមកដើម្បីចូលតស៊ូហើយពេលហ្នឹងក៏មានទស្សនិកជនច្រើនមែនទែនបានសើចទៅលើ Goku ទៅគណៈកម្មការប្រាប់ឲ្យ Goku ហ្នឹងទៅស្លៀកពាក់ខោអាវសិនទើប Colorin ក៏ឲ្យ Goku យកអាវគេពាក់ការប្រកួតបានដំណើរការតទៅទៀតដោយ Jackie Chun ប្រាប់ទៅ Goku ថាពួកគេទាំងពីរគឺប្រើកម្លាំងខាងក្នុងគឺអស់ទៅហើយដូច្នេះអ្នកទាំងពីរគឺអាចតស៊ូបានត្រឹមតែកម្លាប់ដៃទៅកម្លាប់ដៃតែប៉ុណ្ណោះនិយាយរួមទៅគឺវាយគ្នាបែបមនុស្សធម្មតាអ្នកទាំងពីរបានតស៊ូគ្នាយ៉ាងហត់ Jackie Chun ព្យាយាមរកចំណុចខ្សោយរបស់ Goku គេប្រាប់ថា Goku មានរូបរាងតូចហើយដៃជើងខ្លីៗក៏បានហក់ឡើងធាក់គ្នាទៅធ្វើឲ្យអ្នកទាំងពីរធ្លាក់ចុះទៅនឹងដីសន្លប់ដេកស្ដោកទាំងពីរអ្នកប្រកាសប្រាប់ថាជាដំបូងគេតម្រូវឲ្យអ្នកតស៊ូឡើងក្រោកឡើងមកហើយប្រកាសថាខ្លួនគេជាអ្នកឈ្នះពេលហ្នឹង Goku គេបានក្រោកឡើងមកមុនហើយគេក៏បាននិយាយថាខ្ញុំឈ្នះហើយបន្ទាប់មកគេក៏សន្លប់ទៅវិញគណៈកម្មការមិនអនុញ្ញាតឲ្យ Goku ឈ្នះដល់អញ្ចឹង Jackie Chun ក៏ដកដង្ហើមធំៗក្រោកឡើងមកហើយគេក៏បានជ័យលាភីជំនះលំដាប់ពិភពលោកដោយខ្លួនឯងគេបានប្រាប់ទៅ Goku ថាជើងរបស់គេវែងជាងដូច្នេះទៅធ្វើកម្លាំងជើងរបស់គេហ្នឹងអាចវាយប្រហារទៅលើមុខ Goku បានខ្លាំងជាង Jackie Chun ទទួលប្រាក់រង្វាន់ 500,000 សេនីបន្ទាប់មកគេក៏បដូររាងកាយคล้ายទៅជាតារ៉ូឈីយ៉ាងរហ័សដោយតាអណ្ដើកហ្នឹងមានការគិតថាគេនឹងយកលុយទាំងអស់នេះទៅទិញស្រីស្អាតយ៉ាងច្រើនឲ្យមកដេកជាមួយនឹងគេហើយតាអណ្ដើកក៏បានសរសើរទៅលើក្មេងៗថាគេពិតជាពេញចិត្តទៅលើសិស្សរបស់គេខ្លាំងណាស់បន្ទាប់មកតារ៉ូឈី Goku Colorin យ៉ាំឆាពូអាន Pluma និង Uron ចេញដំណើរទៅញ៉ាំអាហារជាមួយនឹងគ្នារួចការញ៉ាំអាហារគឺញ៉ាំយ៉ាងពេញទំហឹងដូច្នេះ Goku របស់យើងគឺស៊ីមិនគិតនោះឡើយធ្វើឲ្យតារ៉ូឈីប្រើប្រាក់រង្វាន់ទាំងអស់នោះដើម្បីទិញអាហារ Goku ញ៉ាំគឺស្ទើរតែអស់ទៅហើយលុះពេលថ្ងៃបន្ទាប់ Goku Colorin តារ៉ូឈី Pluma Uron ពូអាននិងយ៉ាំឆាពួកគេសម្រេចចិត្តថាតើពួកគេត្រូវទៅណាតទៅទៀតនៅពេលដែលក្រោយការប្រកួតនេះចប់យ៉ាំឆាជាមួយនឹង Colorin សម្រេចចិត្តថានឹងនៅវឹកហាត់ជាមួយនឹងតាអណ្ដើកតទៅទៀតដល់អញ្ចឹងក៏ធ្វើឲ្យតាអណ្ដើកនឹងមានការខកចិត្តយ៉ាងខ្លាំងព្រោះថាគេតាំងចិត្តរស់នៅជាមួយនឹងរ៉ាន់ជី12នាក់ចំណែក Goku វិញគេក៏សម្រេចចិត្តទៅស្វែងរក Dragon Ball កាយ4ដែលវាគឺជារបស់ដែលបន្សល់ទុកពីលោកតារបស់គេដោយហេតុនេះ Pluma ក៏បានឲ្យ Goku ខ្ចី Dragon Radar ដើម្បីស្វែងរក Dragon Ball Goku ឃើញថាមានឡានមួយកំពុងតែបើកគេចពីអ្វីម្យ៉ាងថែមទាំងឡានរបស់ពួកគេបានដាច់ប្រាំងថែមទៀតផង Goku ក៏បានចូលទៅជួយហើយពួកគេក៏បាននិយាយរៀបរាប់ពាក់ព័ន្ធជាមួយនឹងបិសាចជ្រូកមេអំបៅដែលវាកំពុងតែអុកឡុកដេញតាមសម្លាប់អ្នកភូមិ
rồi dương cắt chạm mà bốc tiền đá vĩnh yam cha chỉ muốn là colorin của phongแต่ว่าขาดวิเชียta đã bám prat tới clu má vẽ pon chỉ muốn là bị sai chụp prey thà kếtครอบยกวิមកចិញ្ចឹមតាំងតែពីគេនៅកំឡោះឃើញរូបរាងវាតូចគួរឲ្យស្រឡាញ់បែបនេះតែចិត្តរបស់វានេះគឺកាយសាហាវខ្លាំងណាស់កូខូចូលទៅក្នុងភូមិឃើញបរិសុទ្ធ2នាក់ដោយក្នុងម្នាក់នោះគឺមានប្រុសម្នាក់មានភ្នែក3ដែលគេអាចយកឈ្នះទៅលើបិសាចជ្រូកមេអំបៅនោះអ្នកភូមិបានចាយលុយទៅឲ្យពួកគេចំនួន100,000 សេននេះសម្រាប់ថ្លៃចាប់ការទៅលើជ្រូកនេះតមកកូខូក៏បានមកឃើញពួកគេអង្គុយជាមួយនឹងជ្រូកព្រៃកូខូដឹងថាពួកគេធ្វើពុតចាប់ជ្រូកដើម្បីយកលុយពីអ្នកភូមិកំឡោះភ្នែក3ក៏បានចូលធ្វើបហាទៅលើកូខូភ្លាមក៏ប៉ុន្តែគេក៏ចម្លែកចិត្តដោយសារតែកូខូរបស់យើងមានភាពរហ័សរហួនដល់អញ្ចឹងគេក៏បានវាយបបាក់ដើមឈើឲ្យទៅសង្កត់លើកូខូដល់ស្លាប់រួចគេជាមួយនឹងដៃគូក៏បានដើរចាក់ចេញបាត់ទៅលុះពេលព្រឹកឡើងក្មេងស្រីម្នាក់មានឈ្មោះថាតាំងមេបានផ្ដាស់ឲ្យគេឡើងមកដោយសារតែនាងបានឃើញកូខូដេកសន្លប់នៅក្នុងព្រៃកូខូបានធ្វើដំណើរទៅភូមិមួយទៀតហើយក៏បានជួបថាមនុស្សប្រុសចម្លែកបុក2នាក់នោះបានធ្វើអបាយកោដោយដើមទៀតហើយកូខូប្រាប់ទៅអ្នកភូមិថាពួកគេទាំង2នាក់គឺជាមិត្តភក្តិជាមួយនឹងជ្រូកព្រៃនេះតែអ្នកភូមិមិនជឿព្រោះថាពួកគេទាំង2នាក់នេះបានប្រើអបាយកោឲ្យអ្នកភូមិនឹងជឿថាកូខូគឺបានកុហកពេលនឹងភ្លើងបានឆេះកម្លោចទៅលើជ្រូកមេអំបៅហើយកូខូក៏បានជួយរួចគេក៏រត់ចាក់ចេញទៅតែអ្នកភូមិក៏បានចូលមករាក់ស្ទាក់ចាប់ទៅលើកូខូពេលនឹងក៏មានក្មេងស្រីម្នាក់មានឈ្មោះថាតាំងម៉ែហ្នឹងបានចូលមកជួយកូខូម្ដងទៀតហើយអធិប្បាយថាកូខូគេគឺជាមនុស្សល្អទេបើអញ្ចឹងក៏ធ្វើឲ្យជ្រូកមេអំបៅនេះលែងអុកលោកអ្នកភូមិហើយថែតែបានជួយការងារអ្នកភូមិថែមទៀតផងរួចរឿងខ្សែជីវិតត្រាកុនបលភាគទី6នេះក៏សូមចាប់ទៅត្រឹមនេះបាទយ៉ាងមិនហើយអ្នកនរគ្នាសម្រាប់រឿងមួយនេះបើសិនជាអ្នកនរគ្នាចូលចិត្តការសម្រាយរឿងត្រាកុនបលហើយមិនក៏សូមម្នាក់មួយ like មួយ comment ជាពិសេស comment ដើម្បីជួយមកចិត្តដល់ខ្ញុំផងបាទរួចយើងជួបគ្នាវីដេអូក្រោយសម្រាប់ថ្ងៃនេះជម្រាបលាណាបាទជុប